សួរគ្រូបងមានឈ្មោះអីដែរយកមែនហើយសុកណាត់នៅណាខ្ញុំឈ្មោះវឹកសេងហើយស្រុកកណ្ដាលខ្ញុំនៅស្នូលឃុំស្រងាយស្រុកក្រាំងខេត្តតាកែវគ្រូយកមែនខ្ញុំអាយុ19ឆ្នាំហ្នឹងបាទហើយបងបានមករៀននៅវិទ្យាស្ថាននេះរៀននៅជំនាញអីដែរខ្ញុំឲ្យខាងជួសជុលរថយន្តគ្រូហើយមិនបានឆ្លាញ់មុខជំនាញហ្នឹងខ្ញុំពីតូចមកខ្ញុំឃើញគេធ្វើខ្ញុំពីមុនខ្ញុំអត់មានទូរស័ព្ទប្រើទេតែខ្ញុំឃើញមើលឃើញគេធ្វើទៅខ្ញុំក៏ឆ្លាញ់ខាងផ្នែកខាងហ្នឹងចឹងគ្រូហើយមុខជំនាញខ្លួនឯងឆ្លាញ់បាទហើយបន្ទាប់ពីរៀននៅក្នុងអំឡុងពេលរៀនមានឃើញការយកចិត្តទុកដាក់ពីរៀនផលគ្រូមិនដែរនៅទីតាំងហ្នឹងនៅវិទ្យាស្ថានអីការយកចិត្តទុកដាក់គាត់ល្អគាត់មានសម្ភារៈគ្រប់គ្រាន់គ្រូបាទកន្លែងណាខ្វះខាតអីគាត់ជួយបំពេញគ្រប់ចឹងគ្រូហើយយើងជាអ្នកឆ្លាញ់មុខជំនាញហ្នឹងហើយពេលរៀនមានផលប្របាកអីខ្លះទេផលលំបាកតែយើងមកជួនកាលខ្លាចមកយឺតចឹងគ្រូព្រោះទេហាងនៅឆ្ងាយដែរប៉ុន្មានគីឡូមកយឺតអី7 10 គីឡូដែរគ្រូអូ7 10គីឡូបាទហើយណាមួយជួយធ្វើការពុកម៉ែគាត់នៅផ្ទះដែរចឹងគ្រូគាត់ធ្វើអីអីម៉ាក់ឲ្យខ្ញុំគាត់ធ្វើការកសិករទេគ្រូនៅផ្ទះម៉ាក់គាត់នៅហើយចាំមើលមន់មើលទាគោចឹងខ្លាគាត់ហៅមកបានតែគុកគង់មានបងស្រីមួយទៅគាត់នៅរៀនតែឥឡូវគាត់ឈប់រៀនហើយបាទកាលហ្នឹងខ្ញុំនៅរៀនពីអ្នកបងប្អូនខ្ញុំទេតែហើយកតាខ្ញុំជីវភាពខ្ញុំខ្វះខាតចឹងខ្ញុំក៏ឈប់រៀនទៅហើយខ្ញុំក៏បានឲ្យបងគាត់នៅរៀនខ្ញុំក៏ឈប់រៀនត្រឹមទី9ហ្នឹងខ្ញុំក៏បានទៅរកការងារធ្វើនៅតកៅដែរតែធ្វើខាងទឹកត្រីរោងចក្រទឹកត្រីរយៈពេល1ឆ្នាំមកខ្ញុំលៀបថាសល់លុយតិចតួចដើម្បីគ្រប់គ្រងខ្លួនឯងបានចឹងហើយខ្ញុំទៅរៀនខាងសាលាចឹងបងដើម្បីជីវភាពខ្វះខាតហើយលុយគាត់រកមកខ្ញុំដើម្បីឲ្យម៉ាក់ឪចឹងចាយមិនទេអ្វីព្រោះតែគ្រប់គង់គាត់ដែរហ្នឹងគាត់ម៉ាក់គាត់នៅឈឺដែរនៅទាំងគាត់កាលហ្នឹងគាត់កើតបោះកន្លែងឃ្លៀកខាងក្រោមឃ្លៀកហ្នឹងតែឥឡូវគាត់នៅឈឺក្នុងគាត់ខាងក្រៅគាត់ជាឲ្យតែនៅឈឺខាងក្នុងថ្ងៃហ្នឹងខ្ញុំអាណិតគាត់ដែរតែធ្វើមិនបើខ្ញុំជួយគាត់មិនតាន់បានខ្ញុំរៀនផងខ្ញុំទៅរៀននៅមួយម៉ែខ្ញុំផងរៀនខាងនេះផងខ្ញុំគិតថាឲ្យបងខ្ញុំគាត់រៀនមុនខ្ញុំໄວគាត់រៀនថ្នាក់ខ្ពស់ដែរហើយខ្ញុំរៀនត្រឹមក្រោយទេតែហើយខ្ញុំនឹកឃើញថាប៉ាខ្ញុំគាត់បានរកមកគាត់តែទៅបានដែរអញ្ចឹងខ្ញុំក៏លះបង់ឲ្យដើម្បីឲ្យបងខ្ញុំគាត់រៀនហើយខ្ញុំក៏បានឈប់រៀនទៅធ្វើការឲ្យរកលុយឲ្យគាត់រៀនចប់ហើយទៅពេលហើយខ្ញុំក៏បានធ្វើការនៅតកៅរយៈពេល1ឆ្នាំខ្ញុំមករៀននៅខាងសាលាឮប៉ាគាត់និយាយដែរគាត់ឮមកពីគេដល់ហើយគាត់ប្រាប់ថាឲ្យខ្ញុំទៅចោះឈ្មោះចូលរៀននៅខាងសាលាវីដំបងខ្ញុំក៏អត់ដឹងដែរតែគាត់ប្រាប់ខ្ញុំដែរខ្ញុំគិតថាថ្ងៃអនាគតខ្ញុំអត់មានអនាគតដែលល្អដូចខ្ញុំមានជំនាញមានចំណេះនៅខាងសាលាអញ្ចឹងណាគ្រូបើថ្ងៃអនាគតទៅមានជំនាញខាងជួសជុលរថយន្តហើយខ្ញុំឆ្លាញ់ខាងហ្នឹងតាំងពីតូចដែរអញ្ចឹងជាក្តីសម័យបាទក្តីសម័យខ្លួនឯងអញ្ចឹងអត់អាចបោះចោលបានទេត្រូវតែចាប់ឲ្យបានពូបន្ថែមបន្តិចអញ្ចឹងទៅមុខទៀតចង់ខ្លាយជាអីពេលចេះហ្នឹងហើយខ្ញុំថ្ងៃអនាគតទៅមុខទៅខ្ញុំចង់បើកយានដ្ឋានមួយតែខ្លួនឯងផ្ទាល់បានណែនាំយើងប្រាប់ចាំប្រងអត់ចាំពូកាត់មានឧបករណ៍ដូចថាខ្វះសោខ្វះអីចឹងគាត់គុកគង់ឲ្យបានល្អកុំឲ្យខ្វះខាតចឹងណាគ្រូហើយគាត់ណែនាំឲ្យយើងល្អពេលឆ្ងល់អីសួរគាត់ប្រាប់មកវិញចឹងហើយគាត់ក៏បានណែនាំឲ្យខ្ញុំទៅខាងសាលានេះឲ្យអភិវឌ្ឍចឹងគ្រូខ្ញុំប្រាប់គេដែរតែគេវាមានមិត្តភ័ក្តិម្នាក់ដែរតែខ្លះទៀតគេទៅនៅស្រុកថៃចឹងថងបងប្អូនចដូនមួយគេនៅថៃដែរតែវាទៅដែរវាទៅហើយឡើងចុះមកវិញរហូតតែវាមានមិត្តភ័ក្តិម្នាក់ទៀតនៅខ្លះគេធ្វើការរោងចក្រខ្លះទៀតវានៅផ្ទះអាមួយទៀតនៅផ្ទះវានៅតែមើលគោជួយលក់ដូរម៉ែឪវាចឹងចង់បញ្យល់គាត់ឲ្យមករៀនដែរខ្ញុំបញ្យល់ប្រាប់គាត់ប្រហែលដងដែរតែគាត់ថាលក្ខណៈថាគាត់នៅមើលគោមើលអីចឹងហើយម៉ែឪគាត់ចាស់ចឹងណាអត់តាន់ដកឃ្លាបានបាទតែខ្លួនឯងគិតថាមករៀនផ្ទាល់ក៏យល់ថាពិតជាល្អមែនឬក៏អត់បាទពិតជាល្អ
ខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំមានដងតាំងពីទូចចឹងខ្ញុំស្រឡាញ់ចឹងខ្ញុំនឹងធ្វើចាប់ក្តីសម័យហ្នឹងឲ្យបានខ្ញុំអាចលះបង់បានទេទោះពីណាគេហៅខ្ញុំតាណាតណីក៏ខ្ញុំអត់ទៅតាមគេដែរព្រោះខ្ញុំអ្វីជាការស្រឡាញ់របស់ខ្ញុំតាំងពីទូចចឹងខ្ញុំអាចប្រឡែងវាបានទេជំនាញរបស់ខ្ញុំតាំងចិត្តខ្លួនឯងថានឹងស្រឡាញ់ហើយធ្វើឲ្យបានខ្ញុំអាចបោះចោលចឹងណាគេថាធ្វើឲ្យបរាជ័យទោះខ្ញុំបរាជ័យក៏ខ្ញុំនៅខំបន្តឡើងទៅលើទៀតដែរខ្ញុំអាចលះបង់បានទេធ្វើទី1បរាជ័យទី2បរាជ័យខ្ញុំធ្វើតើខ្ញុំជោគជ័យវិញខ្ញុំជប់ធ្វើតើមានយានដ្ឋានបើកខ្លួនឯងបើខ្ញុំថ្ងៃអនាគតខ្ញុំបានធ្វើជាម្ចាស់ការ៉ាសផ្ទាល់ខ្លួនឯងខ្ញុំនឹងយកខាងបងប្អូនខាងស្រានៅកំពុងតែរៀនអត់ទាន់មានអីចឹងហៅគាត់មករៀនគ្រឹះស្ដីរៀនអីអភិវឌ្ឍផ្ទាល់នៅការ៉ាសខ្ញុំជានាមអ្នករៀននៅខាងសាលាមួយផ្នែកដែរតែខ្ញុំចង់ផ្ដាំទៅពួកគាត់ថាបើអត់ទាន់មានមុខជំនាញអីឬមួយឈប់រៀនឈប់អីនៅទៅផ្ទះជួយការងារពុកម៉ែតិចតួចហ្នឹងអាចមកខាងរៀនខាងសាលាបានកុំឲ្យនៅផ្ទះខ្លាចអត់ថ្ងៃអនាគតទៅអត់មានជំនាញឥឡូវហ្នឹងពងតែគិតដែរប៉ុន្តែឥឡូវគិតខ្លះធ្វើការខ្លះអញ្ចឹងវ័យអត់តមានលទ្ធភាពវ័យជីវភាពខ្វះខាតដែរអញ្ចឹងបាទខ្ញុំគេផ្ដល់អីខ្លះដល់បងអូនគាត់ផ្ដល់បាយផ្ដល់អីអញ្ចឹងលោកគ្រូគាត់ឲ្យពេលព្រឹកហ្នឹងបើថាខ្ញុំហូបបាយមកផ្ទះអញ្ចឹងក៏អត់ហូបកន្លែងគាត់ទៅពេលខ្លះខ្ញុំហូបកន្លែងគាត់ទៅអញ្ចឹងឲ្យស្ទាត់ហ្នឹងឲ្យខ្ញុំហ្នឹងមើលដំបងគាត់ឲ្យខ្ញុំមើលគេសិនមើលអ្នកដែលធ្វើនឹងថាកន្លែងណាខ្ញុំអាចធ្វើបានគាត់ឲ្យខ្ញុំធ្វើកន្លែងណាគាត់មើលទៅគេថាខ្ញុំធ្វើមិនបានគាត់ឲ្យយើងនៅមើលបន្តឲ្យសួរគេសួរឯងអញ្ចឹងតែខ្ញុំបានធ្វើក្តីសម័យខ្ញុំស្រឡាញ់ខាងឡានហ្នឹងពេលខ្ញុំបានធ្វើផ្ទាល់ហ្មងខ្ញុំមានអារម្មណ៍ថាសុវ័យវ័យខ្ញុំកំពុងតែចាប់បានតិចតិចហើយខ្ញុំថ្ងៃអនាគតទៅខ្ញុំចាប់បានធំយ៉ាងហ្នឹងទៀតច្រើនយ៉ាងហ្នឹងទៀតអារម្មណ៍យ៉ាងសុវ័យផងភ័យផងវ័យលើកទី1ដែរវ័យខាងហ្នឹងខ្ញុំស្រឡាញ់ហើយទៅពេលបានចុះធ្វើខ្លួនឯងចឹងទៅមានអារម្មណ៍រំភើបផងភ័យផងចឹងបាទចាំមានសួរតបថយក្រោយទៅទៀតដែរគិតថាចេះបើសិនជាគ្មានវិជាស្ថាននេះជាស្ពានទេយើងប្រកាសជាអត់មានឱកាសបានទៅហ្នឹងទេណាបាទវ័យខាងសាលាក៏ផ្សព្វផ្សាយតាមទូរស័ព្ទតាមទូរទស្សន៍តាមអីចឹងណាគ្រូបើគាត់អត់ផ្សព្វផ្សាយទេក៏ពួកខ្ញុំក៏អត់ដឹងដែរឥឡូវហ្នឹងហើយបើអត់មានវិជាស្ថានទេយើងប្រកាសជាអត់មានជំនាញទេណាបាទអត់មានជំនាញអត់មានចំណេះថ្ងៃអនាគតទៅដឹងរកស៊ីអីទេឱកាសនេះអាចនិយាយថាចេះបើសិនជាអត់ទាន់បានថ្លែងអំណរគុណលោកនាយកក្តីលោកគ្រូក្តីអ្នកគ្រូក្តីដែលគាត់បានលះបង់ពេលវេលាឬក៏គេហៅថាកម្លាំងកាយកម្លាំងចិត្តដើម្បីបរៀនបងប្អូនចង់និយាយអីទៅកាន់គាត់ចង់អរគុណគាត់មិនដែរបាទខ្ញុំសូមអរគុណដល់អ្នកគ្រូលោកគ្រូគាត់បានពុកគុណខ្ញុំរៀនបានតាំងពីដើមរហូតដល់ជាប់ចឹងហើយបានខ្ញុំរៀនជាប់មួយវគ្គហ្នឹងហើយក៏ខ្ញុំអរគុណគាត់ដែលគាត់លះបង់ពេលវេលាដែលវែងឆ្ងាយចឹងណាដែលខ្ញុំមករៀនមានចំណេះគាត់ជួយប្រាប់ជួយអីចឹងណាបាទបើខ្ញុំអត់មានបើឧទាហរណ៍បើខ្ញុំអត់មានការងារធ្វើក៏គាត់ជួយផ្គប់ផ្គង់ខ្ញុំឲ្យទៅរៀនកន្លែងផ្សេងចឹងព្រោះអីថាឥឡូវហ្នឹងខ្ញុំអត់តបានធ្វើអីទេអញ្ចឹងគាត់ណែនាំខ្ញុំទៅការ៉ាសផ្សេងអញ្ចឹងដែលថាគេកំពុងតែរកកូនជាងឬមួយអ្នកខាងសាលាមករៀន